ôn giúp ma đấy Hơi vậy bộ mà thấy nó miền tại nhân ban đấy miền này miền đó nè miền vào đây nữa rồi nơi nơi này tao miền vào đây nè và mình ta lên ở sòng sát đốt ấy chà dân lời cầm lang mặt cái cục pung su nom bà ở xã xua bà sợ tại mình pro xa xa đó bà ở miền tây này ri tiết bà mới bánh miền có bánh hai ăn mình ở đâu muốn chi trong này chi tê tê nè bà bà miền ấy đã làm luôn á miền tao miền ấy ở đấy ở đây là miền tàng tao ấy ở đấy cho miền crom hết chưa ở ở đây nè ở miền crom ấy nè ở miền bà miền crom ấy nè bà chùm cái này bà có đòi chia na thập tay bà lại ở miền rừng ấy bà ở chìm tàu khơi lươn lươn bản thân mình bà lư đòi đất nom đòi ca khăn bằng con bàn cho ở rôm để chia thưa ca na nom bà ở cầm oi ở mọi coi chung kia bà lại miền pra pram pương sai để sợ ta không đa lên chìm tàu lươn lươn bản thân bà đang là quạt vợ ấy đi cái lang bà dục lang cứ đa lên dục bà này sợ mà tàu thay bà giờ mơ thôi mà tàu quạt là con chìm tàu đa lên đục ôn này đục phẳng xa bà này mà tàu á bà mầm tàu quạt bà sật tài lo bà tận nớp bà này nè ở tại nhân bán cứ cho khỏi mặt đông nè miền tại nhân bán cứ cho mà cả lành bà lục Attica khăn bằng hình con bàn cho ăn vót đôi chi này nó pon để thưa đầm na nó phải giúp đôi chi miền ca chụp chung bà ở chi mà tàu lươn ấy nắng bà mặt cái cọt phơi ca chạy che đi chia cho áo rôm đằng này nó tao đào pon hà lừ mà bên nam mình bài chan bài tao nam mình mà vô bòn nè nơi cặp bịch đây mà nó khai chi váy nhưng mà vô bòn chỉ pi nè bà hà lừ bông mà vậy ban tê phải bông nơi tôi sao luôn tông pi miền lốt lốt tiết មិនต้องពីរស្នាសុំឲ្យក្នុងនាមជាអាណាព្យាបាលដែលជាពុកម្ដាយនេះគឺជួយតាមដានត្រួតពិនិត្យទៅលើកូនអស់លោកអញ្ចឹងតាមមើលរាល់ថ្ងៃគាត់មានសកម្មភាពបែបម៉េចហើយគាត់ដើរនឹងដើរយប់នឹងគាត់ដើរជាលក្ខណៈក្រុមបែបម៉េចជាវាងនឹងខូចអនាគតរបស់គាត់ ថ្នាំបាញ់មុខ Chemic ទឹកកកអត់ក្លិនសំឡាងពី Tetrametrin និង Permethrin ដែលសម្រាប់មូសលឿនខ្លាំងនិងមិនប៉ះពាល់ដល់សុខភាពថ្នាំបាញ់មុខ Chemic ទឹកកកអត់ក្លិនសម្រាប់មូសលឿនយ៉ាងមានប្រសិទ្ធភាពនិយាយហើយសម្រាប់ហើយតែសូមគ្រប់ជំរាបសួរប្រិមិត្តដែលយំកាប់ផ្សាយនៅអង្គភាព TV News គណៈនៅវេលាម៉ោងប្រមាណជាង12ត្រូវថ្ងៃទី14ទី15ខែមិថុនាឆ្នាំ2025សម្បត្តិផាណានឹងក្រុមការងារកំពុងធ្វើសកម្មភាពដែលចំណុចរង្វង់មូលវិមានឯករាជ្យតតែម្ដងដោយនៅគណៈពេលនេះលោកអធិការខណ្ឌបើកងគាត់បានចុះអនុវត្តដូចជាណែនាំបងប្អូនដែលធ្វើដំណើរនៅពេលយប់ដូចជាមានការជួបជុំបាទជិះម៉ូតូលឿនអីហ្នឹងបាទសមត្ថកិច្ចគាត់ធ្វើការឆែកឆេរដូចជាចុះអប់រំនិងណែនាំទៅដល់បងប្អូនខាងលើហើយអ្នកមិនគ្រប់អាយុដូចជាយ៉ាងម៉េចទៀតសមត្ថកិច្ចគាត់នឹងធ្វើតាមនីតិច្បាប់ឥឡូវនេះយើងចង់ដឹងរឿងច្បាស់ការយើងនឹងធ្វើការសាកសួរបងប្អូនទាំងអស់គ្នាបាទជុំគ្នាបាទប្រកបដោយជាអាណាធិបតេយ្យបាទខ្លាចតែមានរឿងអីបាទជិះម៉ូតូឃើញលឿនមែនតើមិញបាទឥឡូវដោយដឹកនាំដោយអធិការខណ្ឌបឹងកងគាត់បានចុះអប់រំដូចជាធ្វើការណែនាំបាទកុំឲ្យមកអង្គុយជុំគ្នាបាទខ្លាចមានប្រើប្រាស់អំពើហិង្សាអីតែសិតតែក្មេងដើរលេងជិះម៉ូតូលឿនមែនតើបាទមើលមិញមានប្រកបបញ្ហាអត់មិញở đâu muốn chi trong này chi tê têបាទហើយមានអីដាក់តាមខ្លួនអត់មានតាវមានអីអត់ ở đấy អត់ទេនៅមានតាំងតោអីអត់ ở đấy ចុះមានក្រុមអត់ទេ ở អត់ទេណាអត់មានក្រុមទេណា ở miền បាទ bà មានក្រុមទេណាបាទបាទមានក្រុមទេ ở đó nhưng mà hộp sụp này បាទមិញធ្វើម៉ូតូម៉ានតោមិញ mình pin tô chỉ một hộp sụp នេះគ្រាន់តែជាការអប់រំទេបាទយើងបាច់ភ័យទេបើយើងអត់ខុសយើងអត់មានបញ្ហាយើងបាច់ភ័យទេបាទហើយឥឡូវនេះមានតាក់ញ៉ាំបានអត់អត់មានទេបាទមានណាបើកទូរស័ព្ទឥឡូវកម្លាំងសមត្ថកិច្ចគាត់ស៊ូរតាក់ញ៉ាំបានសិនបើសិនយើងអត់ខុសអីសហការមួយកម្លាំងសមត្ថកិច្ចយើងសហការមួយគាត់បើយើងអត់ខុសអត់ឈប់ក្រោយបាទនេះសិតតែក្មេងបាទអត់តមានតាក់ញ៉ាំបានទៀតតាក់ញ៉ាំបានបាទនេះអ្នកអត់តាក់ញ៉ាំបានគឺឈរក្រោយម្ដុំអ្នកមានតាក់ញ៉ាំបានគឺឈរមកកន្លែងបាទឥឡូវកម្លាំងសមត្ថកិច្ចកំពុងស៊ូនាំបាទសាក់សួរបាទសិតតែក្មេងប្រុសស្អាតហើយបាទហើយមានទាំងនារីទៀតបាទមើលមានក្រុមគេអត់មានក្រុមអត់មានក្រុមទេបាទមិនធ្វើដំណើរមកពីណាមិញមើលមកមួយវិទ្យា មកពីផ្ទះ ហើយទៅlạiបង បាទមិញធ្វើម៉ូតូបានតោមិញ2នាក់ទេបាទទៅមកពីកងសោមមកបងបាទឥឡូវមានតាក់ញ៉ាំបានអីប្រាប់ បានទៅផ្ទះមានតាក់ញ៉ាំបាននៅ មានថត
ប្រាប់សមត្ថកិច្ចបាទហើយមានទាំងនារីទៀតបាទចំនួន3-4នាក់ឥឡូវសមត្ថកិច្ចគាត់ធ្វើការអប់រំបាទដូចជាណែនាំបងប្អូនកុំឲ្យធ្វើការជិះម៉ូតូលឿននៅពេលយប់បាទវាបង្កអាសនាធិបតេយ្យបាទព្រោះឃើញជិះលឿនមែនតើម៉ូតូនៅវាមានឯករាជ្យខាងលើនេះបាទហើយម៉ូតូក៏ចឹងដែរម៉ូតូតែអត់មានពុនអត់មានអីសមត្ថកិច្ចក៏គាត់ដកហូតទុកដែរបាទគាត់អត់មានបណ្ដោយឲ្យមកជិះម៉ូតូតាមដងផ្លូវបាទអាណាធិបតេយ្យចឹងទេបាទអាណាសិតទៅមិញមកពីណាមិញមកញ៉ាំអីមិញធ្វើដំណើរបានតោមិញ មកតពីនេះអង្គសា អ្នកមួយមកមួយបងហ៎ អត់ទេមកមួយសង្សារ មកមួយអង្គសា ហ្នឹងហើយទំដេតសង្សារ ទំដេតអូនេះគាត់ថាជាការអប់រំរបស់កម្លាំងសមត្ថកិច្ចខណ្ឌបឹងកងទេគាត់អត់មានយកយើងតាណាទេបើមិនយើងខុសអីយើងមានពាក់ព័ន្ធអីបាទគាត់អប់រំបាទហើយមានតាក់ញ្ញាណបាននៅ មានតែបានយកមក មានអត់បានយកមកអាយុប៉ុន្មានហើយ ចិត្តចូល18ហើយ ពី10ឆ្នាំ ចិត្តចូល18ហើយ 10ឆ្នាំបើអូនអាយុប៉ុន្មានហើយ ហើយអីបង 20ណាមានតាក់ញ្ញាណបាននៅ មានហ្នឹង មានណាហើយមានប្តីនៅចុះ នៅ តើមានប្តីណាបាទហើយមិញដើរលេងសង្សារដប់ហ៎ ចា អញ្ចឹងបាទហើយសមត្ថកិច្ចអប់រំមិនខ្លះមិញ គាត់ក្បៃដើរយកជ្រៅខ្លាច់វិញគ្រូថ្នាក់អី បាទព្រោះយើងជិះម៉ូតូលឿនដែរមិញ មិញជិះជឿតាបង ច្រើនណាមិញ ខ្ញុំទៅមកពីផ្ទះមិញអត់ដឹងអីហង ហើយមិញមកម៉ាម៉ូតូមិញ មកម៉ូតូ ម៉ាម៉ូតូទេ មកទៅមកពីផ្ទះហ្នឹង បាទជិះមួយនេះគេមិញ ជិះមួយសង្សារ ជិះមួយសង្សារឈ្មោះអីបាទ ឈូវិន ឈ្មោះវិនមានតែមួយឯណាយ៉ាត់ឃើញក្នុងវីដេអូហ្នឹងសង្សារចូលមកខមមិនទៀត អត់មាន មានតែមួយណាមានតែម្នាក់មួយណាស្មោះណា ស្មោះ យ៉ាត់តាសង្សារផ្សេងទៀតចូលខមមិនណា ខ្ញុំ4ឆ្នាំហើយ បាទ4ឆ្នាំហ្នឹងបាទណែឥឡូវសមត្ថកិច្ចគាត់ធ្វើការអប់រំបាទដូចជាណែនាំបងប្អូនខាងលើបាទបើសិនជាមានខុសអីអត់មានពាក់ព័ន្ធនឹងករណីអ្វីមួយគាត់នឹងត្រឡប់ឲ្យទៅផ្ទះវិញហើយនឹងសួររកតាក់សញ្ញាបានតើអ្នកណាគ្រប់អាយុនិងមិនទាន់គ្រប់អាយុដឹងថាគាត់ធ្វើអីទេថ្ងៃឡើងបាទយប់ឡើងគឺដើរលេងយប់បាទណែម៉ូតូថ្លៃបាទយើងមើលទៅបាទហើយម៉ូតូដែលខ្ញុំជិះធ្វើការរាល់ថ្ងៃម៉ូតូចង់ជ្រុះនេះនោះអូកិច្ចពីប៉ូលីសទៀតនោះបាទហើយម៉ូតូដែលខ្ញុំជិះធ្វើការរាល់ថ្ងៃហ្នឹងចង់របូតកង់ហើយម៉ូតូគាត់ដែលគាត់ជិះម៉ូតូដើរលេងដប់អូនដប់សង្សារបាទណែម៉ូតូបាទម៉ូតូគាត់បាទសិតតែល្អបាទទំនើបបាទពុកម្ដាយទិញឲ្យស្រឡាញ់កូនណាស់សិតតែម៉ូតូល្អហើយបាទហើយម៉ូតូកាចាស់នេះម៉ូតូខ្ញុំបាទអាសង់017នេះជិះចង់របូតកង់ហើយសមត្ថកិច្ចកំពុងធ្វើការឆែកឆេរបាទបើអត់មានខុសអីអត់មានរក្សាទុកអាវុធអីទេសមត្ថកិច្ចគាត់នឹងបកគោលឲ្យវិញបើសិនជាអត់មានខុសអីមានតែដៃកេះទេណាសមត្ថកិច្ចគាត់ដឹកនាំដោយអធិការខណ្ឌបឹងកេងកងគាត់បានចុះអប់រំដូចជាណែនាំបាទកុំឲ្យមានជិះម៉ូតូអាណាធិបតេយ្យច្រើនពេកអញ្ចឹងបាទព្រោះនៅដុំនេះគឺភាគច្រើនជិះម៉ូតូលឿនមែនតើបាទជិះម៉ូតូលឿនហើយអង្គុយជុំគ្នាទៀតបាទចៅអូននោះទួយម៉េះមកពីណាមិញមកពីបាយចានហើយតាណាមិញ មកយកបង ណា នៅកោះពេជ្រ ក៏ពេចហើយមកនៅខ្លាចជីវៃ អត់ខ្ញុំមកយកបងជិះ2នាក់បាទ បាទឥឡូវបងមកអីបានទេប្រាប់បង នៅលុតទាំងពីរ មានអាលុតអាលុតទៀតចាប់ឥឡូវមានការខាត់ជីបន្តបាទដាក់ប្រាស់ខាត់តែម្ដងបាទកុំឲ្យមានការជប់ជុំគ្នាច្រើនអញ្ចឹងបាទមិនល្អទេមានទាំងស្រីមានទាំងប្រុសបាទឲ្យតែជប់ជុំគ្នាជិះម៉ូតូលឿនគឺសមត្ថកិច្ចគាត់ខាត់ទុកសិនបាទសួរនាំសិននេះចូលពីម៉ូតូទៀតកម្លាំងសមត្ថកិច្ចគាត់កំពុងធ្វើការឆែកឆេរដូចជាសួរនាំថាគាត់ទៅណាមកពីណាបាទតើមានរក្សាទុកអាវុធបាទខុសច្បាប់ដែរឬអត់បើសិនជាអត់សមត្ថកិច្ចគាត់នឹងប្រគល់ម៉ូតូដូចជាណែនាំដូចជាអប់រំហើយបានឲ្យគាត់បានគាត់ឲ្យទៅផ្ទះវិញបាទដោយសុវត្ថិភាពមិនអញ្ចឹងទេគាត់មិនតន់ឲ្យទៅទេបាទណែគឺច្រើនមែនតើម៉ូតូខាត់មកផ្លែតមិនបាន10នាទីផងបាទច្រើនមែនតើ បានលើការខាត់ទៅមធ្យោបាយហើយឆែកជេរទៅលើមធ្យោបាយហើយនឹងលើយ៉ាងតែលើដករួមរបស់គាត់តើអាចមានបទមើលអីអត់អាចការចាស់ស្ដីយើងអាចធ្វើការខត់មនុស្សប្រហែលនេះនឹងម៉ូតូប្រហែលជាប្រហែលគ្រឿងដែរបង ឥឡូវនេះជាលទ្ធផលយើងបានមួយចំនួននេះគឺដោយសារតែវាអត់ទាន់ចប់ប្រតិបត្តិការនេះទេបាទអញ្ចឹងចំពោះលទ្ធផលគឺនៅចាំពេលប្រតិបត្តិការចប់ បាទប្រតិបត្តិការនេះយើងធ្វើចាប់ឲ្យប្រហែលថ្ងៃដែរបង តាមគោលការណ៍របស់លោកអធិការខ្ញុំមិនទាន់បានដឹងច្បាស់ហើយចាំមើលមានបទជា
បាទបងជីចុងក្រោយបងមានអីផ្ដាំផ្ញើទៅកាន់បងប្អូនដែលយុវជនរបស់យើងក៏ដូចជាអាណាព្យាបាលក្នុងការឲ្យគ្រប់គ្រងកូនរបស់គាត់ដើម្បីកុំឲ្យគាត់ចេញមកដើរលេងនៅខាងក្រៅគាត់ប្រព្រឹត្តនៅទង្វើដែលវាខុសទៅនឹងច្បាប់ហើយដូចជាពួកគាត់ដែលបានធ្វើស្ដាប់ពីកន្លងមកនេះក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ចក៏ស្នើសុំឲ្យក្នុងនាមជាអាណាព្យាបាលដែលជាពុកម្ដាយនេះគឺជួយតាមដានត្រួតពិនិត្យទៅលើកូនអស់លោកអញ្ចឹងតាមមើលរាល់ថ្ងៃគាត់មានសកម្មភាពបែបម៉េចហើយគាត់ដើរហ្នឹងដើរយប់ហ្នឹងគាត់ដើរជាលក្ខណៈក្រុមបែបម៉េចជាវៀងនឹងខូចអនាគតរបស់គាត់បងមានអីផ្ដាំផ្ញើទៅកាន់បងប្អូនយុវជននឹងបន្ថែមទៀតក្នុងនាមពួកខ្ញុំជាសមាជិកនេះគឺសូមផ្ដាំផ្ញើទៅបងប្អូនឲ្យមានការខិតខំប្រឹងប្រែងរៀនសូត្រអញ្ចឹងបើយើងមិនបានរៀនទេបញ្ចប់ការរៀនសូត្រហើយយើងមានការងារធ្វើអញ្ចឹងយើងជួយប្រឹងធ្វើការងារទៅបាទអ្នកចាស់ជួយទៅការងារពុកម្ដាយទៅធ្វើជាក្មេងល្អធ្វើជាតំពាំងក្នុងស្រីសម្រាប់ប្រទេសជាតិចេះតាមការចាក់ស្ដែងកម្លាំងស្មារតីគាត់ឆែកឆេរហើយដូចជាពុំមានអ្វីបាទដូចជាគ្រប់អាយុមានអត្តសញ្ញាណប័ណ្ណបាទដូចជាមិនប្រព្រឹត្តរឿងខុសច្បាប់បាទមិនរក្សាអាវុធជាប់ខ្លួនសមាជិកគាត់នឹងបកគលម៉ូតូដូចជាណែនាំរួចគាត់នឹងឲ្យត្រឡប់ទៅផ្ទះវិញបាទពុំមានខុសអ្វីទេបាទហើយចំណាយអ្នកនៅសេសសល់នេះគឺពុំមានអត្តសញ្ញាណប័ណ្ណបាទអត់មានអត្តសញ្ញាណប័ណ្ណគឺសមាជិកគាត់ខកទុកសិនដើម្បីយកទៅខណ្ឌដើម្បីតាក់ទងទៅអាណាព្យាបាលដើម្បីឲ្យមកទទួលធ្វើកិច្ចសន្យាបាទនឹងអប់រំបន្ថែមទៀតបាទព្រោះគាត់រយប់ឡើងគឺដើរលេងបាទជាច្រើនម៉ូតូបាទខ្លាចប៉ះពាល់ទៅដល់អ្នកផ្សេងអ្នកដទៃដែលគាត់ធ្វើដំណើរនៅលើដងផ្លូវបើសិនជាគាត់ជិះទៅប៉ះពាល់អ្នកដទៃទៅខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិតក៏ថាបានព្រោះជិះម៉ូតូលឿនពេកបាទព្រោះសមាជិកគាត់ប្រឹងប្រែងបាទដូចជាចុះអនុវត្តបាទជារៀងរាល់ថ្ងៃបើសិនជានៅតែបន្តដើរលេងបាទជិះម៉ូតូលឿនដូចជាជប់ជុំគ្នាបាទគ្រប់ទីកន្លែងសមាជិកគាត់នឹងព្យាយាមអនុវត្តតាមផ្លូវច្បាប់បាទនឹងគណៈនេះខ្ញុំបាទផាណានឹងក្រុមការងារសូមបញ្ចប់ការផ្សាយតាមនេះដល់ពេញមកឆ្កងដល់ណាមក3សូមប្រិមិត្តនឹងខតែបេតោសូមអរគុណសូមគោរពលាសញ្ញាមិនដែរហើយនិយាយហើយសម្រាប់ហើយតេងឯងជិតហើយពួកយើងជុំគ្នាល្អណាស់វើយសម្រុកចូលប៉ាឈរណាប៉ាតាមបាញ់មុខស្អីមិនដឹងចង់សម្លាប់ពួកយើងផងបងសម្លាញ់ប្រើថ្នាំបាញ់មុខខេមិកតកអត់ក្លិននេះវិញថ្នាំបាញ់មុខខេមិកតកអត់ក្លិនសម្លាញ់ពីតែត្រាមេត្រីននិងពេមេត្រីនដែលសម្រាប់មូសលឿនខ្លាំងនិងមិនប៉ះពាល់ដល់សុខភាពថ្នាំបាញ់មុខខេមិកតកអត់ក្លិនសម្រាប់មូសលឿនយ៉ាងមានប្រសិទ្ធភាព